រដូវនេះរដូវទឹកឡើងហើយបងប្អូនអញ្ចឹងសម្រាប់បងប្អូនជនបទឬខាងកន្លែងដែលមានទឹកសម្បូរទឹកអីចឹងគឺថាសប្បាយមែនទេនៅក្នុងការរកត្រីហើយបើបានត្រីតូចៗចេះវិញគឺថាគ្មានធ្វើអីក្រៅពីធ្វើផ្អកធ្វើអីហ្នឹងទេបងប្អូនអញ្ចឹងទេយកទៅធ្វើស្លម្ជូរស្លអីហើយបើបានធ្វើស្នប់បែបនេះទៀតបងប្អូននិយាយថាជាតិនោះជាតិហើយមានកពូនកពឹសលាយមួយបែបនេះមកគឺថាញ៉ាំអស់បាយពីឆ្នាំងដល់ដឹងខ្លួនទេបងប្អូនហើយថ្ងៃនេះខ្ញុំមកធ្វើខ្នប់កូនត្រីជាមួយនឹងស្លឹកល្មៀតបងប្អូននិយាយពីថាក្លិនវិញឈ្ងុយរសជាតិវិញដឹងតែឆ្ងាញ់ហ៎បងប្អូនថ្ងៃនេះមកធ្វើខ្នប់កូនត្រីជាមួយនឹងស្លឹកល្មៀតបងប្អូនមុខនេះគឺថាពិសេសមែនទែនអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះក៏អរគុណដល់ប្រេងអូលីវផងដែរបងប្អូនប្រេងអូលីវបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានផ្សំចេញពីផ្លែអូលីវសុទ្ធ 100% អត់ប៉ះពាល់សុខភាពទេបងប្អូនកុំឲ្យចាំយូរយើងទៅធ្វើខ្នប់កូនត្រីជាមួយគ្នាហើយសម្រាប់គ្រឿងផ្សំទាំងអស់នេះបងប្អូនអាចរកទិញបាននៅផ្សារជីបម៉ុង Supermarket បងប្អូនខ្នប់យើងនេះយើងប្រើស្លឹកល្មៀតហ្នឹងមកខ្ជាប់អាំងបងប្អូនទៅផ្សារអត់មានលក់ទេតែសំណាងល្អមួយដែរដោយសារខ្ញុំបានដាំនៅគៀនផ្ទះដល់ពេលអញ្ចឹងទៅយើងទៅបេះយកបដូរមកយើងយកមកហាន់ដាក់ចូលនៅក្នុងខ្នប់ហ្នឹងមកក្លិនស្លឹកល្មៀតហ្នឹងគឺនៅក្នុងហ្នឹងទាំងអស់ស្នប់ចោលអត់បានទេបងប្អូនស្លឹកម្រះព្រៅហ្នឹងឥឡូវនេះយើងរៀបចំហើយអស់ហើយគ្រឿងបងប្អូនយើងយកទៅកិនហើយយើងដាក់ចូលក្នុងត្បាល់ចឹងមកហើយម្ជូរកសាំងខ្ញុំចូលចិត្តប្រើដោយសារវាជូរបានល្អជូរលះណាបងប្អូនប្រហុកឆៅប្រហុកអីចឹងក៏ខ្ញុំចូលចិត្តប្រើម្ជូរកសាំងដែរបងប្អូនគឺថាត្រូវមែនទែនឥឡូវយើងបុកកសាំងជាមួយគ្រឿងហ្នឹងឲ្យមកអត់តិចសិនមកឲ្យបាយកសាំងហ្នឹងសម្រាប់ខ្នប់បងប្អូនប្រើប្រហុករាងចាស់បន្តិចបានឆ្ងាញ់ហើយយើងថែមប៊ីចេងឲ្យហើយស្ករបងប្អូនអាចដាក់តិចច្រើនតាមការចូលចិត្តហ្នឹងគ្រួសារខ្លះអាចនឹងអត់ញ៉ាំស្ករចេះមកហូបបែបនេះគាត់អត់ញ៉ាំស្ករទេគាត់គ្រាន់តែប្រើប៊ីចេងអញ្ចឹងណាឥឡូវនេះគ្រឿងយើងម៉ត់ចូលគ្នាបងប្អូនអញ្ចឹងហើយយើងចាប់ផ្ដើមដាក់ម្រះព្រៅចូលមកស្លឹកល្មៀតហ្នឹងបងប្អូនបុកចេះទៅបងប្អូនរៀងម៉ត់តិចទៅចូលជាតិគ្នាល្អហើយចាំយើងថែមសាច់ជ្រូកថែមផ្សិតតាមហ្នឹងមកខ្នប់ថ្ងៃនេះដកសំខាន់ទៅលើកូនត្រីអញ្ចឹងយើងត្រូវប្រើកូនត្រីរៀងច្រើនតិចការដែលដាក់សាច់ជ្រូកនេះយើងដាក់លួចដើម្បីយកជាតិឲ្យមានសាច់ជ្រូកបន្តិចទៅមានកូនត្រីមានផ្សិតឬក៏ពឹសបន្តិចទៅវាឆ្ងាញ់ណាបងប្អូនឥឡូវគ្រឿងយើងសពគ្នាឲ្យបងប្អូនអញ្ចឹងថែមមកសាច់ជ្រូកហ្នឹងសិតបងប្អូនដាក់ក្លុកមួយគ្នាឲ្យចេះមកចូលជាតិបានល្អមួយមុខនេះបើមែនតេនទៅអត់យូរទេយើងធ្វើគ្រឿងបន្តិចទេហើយបើយើងមានគ្រឿងស្រាប់វិញគឺថាយកមកតែមួយផ្លេតបានញ៉ាំហើយមុខម្ហូបខ្មែរមួយមុខនេះគឺថាពេញនិយមមែនទេបើសិនជាបងប្អូនចង់ធ្វើតាណាឬក៏ទៅស្រែទៅអីខ្ចប់បាយមកកញ្ចប់អីចឹងមួយលឹកចេកក៏អីចឹងអូយឆ្ងាញ់ណាស់បងប្អូនហើយញ៉ាំរឹតដៃឥឡូវរួចឲ្យបងប្អូនតែប៉ុណ្្នឹងមកឥឡូវយើងចាប់ផ្ដើមដាក់ច្បល់ជាមួយត្រីនឹងកពឹសយើងកុំបុកជាមួយអីបងប្អូនដោយសារបុកជាមួយបែកសាច់ត្រីតំណងបងប្អូនមិនតាន់បានដាក់ត្រីដាក់កពឹសក្នុងតំណងមែនទែនយើងថែមត្រីយើងចូលមកពេលខ្នប់ចឹងម្ដងខ្ញុំចូលចិត្តរកអាកូនត្រីឆ្លូនទូចយកមកដាក់ជាមួយតែអត់ដាក់សុតទេយើងដាក់លាយមួយចឹងណាឲ្យឃើញកូនត្រីមួយចឹងទៅយើងច្បល់បែបហ្នឹងមកបងប្អូននេះច្បល់រហូតដល់សព្វមកងាយស្រួលនៅក្នុងការភ្លក់រសជាតិថែមថយគ្រឿងក្រៅអីចឹងហើយយើងយកតែអាំងក៏យើងអត់បារម្ភខ្លាចថាសាច់ជ្រូកអត់សូវឆ្អិនស្ទើគ្រឿងស្ទើអីធ្វើតែបែបហ្នឹងមកគឺថាឆ្ងាញ់ណាបងប្អូនតំណងខ្លាំងមែនទែនក្លិនវិញឈ្ងុយពីគ្រឿងយើងគ្រឿងខ្មែរយើងចូលជាតិគ្នាចេះមកគឺថាឆ្ងាញ់ណាស់ចោលបានណាបងប្អូនអានេះគឺថាថែមមករសជាតិពិសេសមែនទេខ្ញុំចូលចិត្តញ៉ាំម្ទេសហ្នឹងដោយសារក្លិនឈ្ងុយបងប្អូនហើយហឹរលះទៀតណាសម្រាប់បងប្អូនចេះហឹរដាក់ប្រកបមួយចឹងមកយើងចង់ខាំមួយម៉ាត់មួយគ្រាប់ឬមួយកណាត់គ្រាប់អីចឹងមកគឺថាឆ្ងាញ់មែនទេឥឡូវនេះយើងចាប់ផ្ដើមមកដាក់ខ្ទះយើងដាក់ប្រេងតិចមកសម្រាប់ប្រេងថ្ងៃនេះខ្ញុំប្រើប្រេងអូលីវបងប្អូនណាបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានមិនប៉ះពាល់ដល់សុខភាពទេជួយដល់សុខភាពស្បែកសរសៃសក់លូតលាស់បានល្អហើយមួយទៀតធ្វើឲ្យបងប្អូនអត់ឡើងគីឡូទេទុកគីឡូបងប្អូនទៀតផងល្អមែនទែនសម្រាប់ការប្រើប្រេងអូលីវណាបងប្អូនឥឡូវនេះយើងដាក់ខ្នប់យើងចូលសិនមកបងប្អូនចឹងហើយយើងគ្របឲ្យឆ្អិនតិចបងប្អូនណាចាំយើងយកទៅអាំងបន្តធ្វើឲ្យក្លិនឈ្ងុយហើយខ្នប់យើងហ្នឹងគឺមានរសជាតិកាន់តែឆ្ងាញ់ទៀតបងប្អូនរួចរាល់ហើយយើងចាប់ផ្ដើមយកមកយើងដាក់ស្លឹកចេកយកទៅអាំងបងប្អូនអង្គពិតបើយើងខ្ចប់ស្លឹកចេករៀងតូចណាស្រួលខ្ចប់អាំងឯតែពេលយើងដាក់ស្លឹកធំចេះវារៀងបាក់ខ្ចប់បន្តិចខ្ចប់រួចឲ្យបងប្អូនអញ្ចឹងហើយឥឡូវយកទៅដុត
បងប្អូនរួចរាល់ហើយឥឡូវនេះចាប់ផ្ដើមបកស្លឹកចេកចេញខ្លះមកឈ្ងុយបងប្អូនអើយក្លិនស្លឹកល្មៀតហ្នឹងគឺថាឈ្ងុយមែនទែនឆ្អិនហើយបងប្អូនមើលសាច់របស់គេហុយចេកនេះមកគឺថាតំណងខ្លាំងហ្មងបងប្អូនតបជាមួយបន្លែជាមួយទ្រាប់ស្រួយអីចឹងមកគឺថាឆ្ងាញ់មែនទែនបងប្អូនអើយយើងអាំងប៉ុណ្ណេះគឺថាវាមាននៅទឹកនៅអីចឹងទៅមានម្ទេស1 2ចឹងមកម្ហូបខ្មែរយើងចុះបាយបងប្អូនភ្លក់មួយសិនញ៉ាំដៃមិនឆ្ងាញ់ដាក់ផ្សិតមួយកូនត្រីមួយកពឹសមួយមកឆ្ងាញ់ណាស់ចឹងបងប្អូននេះជាការធ្វើខ្នុរកូនត្រីរបស់ខ្ញុំអរគុណបងប្អូនទាំងអស់គ្នាផងដែរសម្រាប់ការតាមដានទស្សនាការចម្អិនរបស់ខ្ញុំថ្ងៃនេះបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ